bài cái một tam sống ngông đo cá trên thùng dày rồi nó đo cá hạt bán đấy đo cá vậy rồi cài bị cao bị chạy chất mỏ ngày để đo cá bán đấy ai frog là một bọc nhưng vậy ai frog mình vậy player đấy ở toán nữa toàn ngày một năng dù ấy correct bà nè rồi đại cover ế thế cái sao bật đăng nè các bạn cái của ai cover cái bán này này ê mà cha bà cay món đăng đáy nên là bị tranh đại bà SP ăn lót đang ăn bé nữa nào ta bắt bà sân chìa Yumi lên ăn lót ai đọ bàn ai tại Yumi lên ăn lót và Golan chứ bà má bán Xbox Lancelot kia cái thống này nhóm cái ta có cua ta bán Lancelot hay ya Jin Sin hay ya ôi sao bây giờ rồi này cơ đọ mới nè Jin Sin ta tôi score với thông là không team fight tay với bạn châu ta vay vạn man mùi chủ Sin bạn lọc tích bà tay bà sang chỉ Lancelot hay ya cả đá mục vô tay mà đâu bà Golan miền bay chìm ra sập đặc rảiที่มวยยอลุ่นGolan ที่ปีพิกNathan ที่ไป pick up Obsidian បាទ Nathan វាឈ្នះបានតែលេងហ្គេមដោយសារវាមាន win net ច្រើននឹង damage វា magic បាទ Obsidian គឺអាកៃថៃវាបានមកដោយសារតែ Obsidian វាមាន movement speed ច្រើនណាស់នៅក្នុង RT របស់វាអញ្ចឹងវាជុក RT កដាក្បាលអាកៃលឿនប៉ុណ្ណាប៉ៅប៉ុណ្ណាក៏ដោយ Obsidian នៅតែbayបានយេ មកស្កើมันខ្ចី pick Fort win នេះបាទតម្លាក់3ជម្រើសតែជម្រើសទី4យកមក Moscow រ៉ូមើរបស់កាលីមចាំមើលអញនឹងចាញ់អីមកវិញទៀតបដាំងឬក៏ Franco តែ Franco គេអត់មានមកទេអាឡុតហើយឡោះបើយកអាឡុតក៏លេង mechanic មកកៃបានហើយ control តិចធ្វើបានគ្នា damage ក៏មានអាឡុត early late game បាន carry game ហើយយក highlight ទៅធ្វើបើខ្សាច់ដើម្បីឆៃ map កតោតមួយក៏ល្អ cover ហើយតែកតោតវាស្ទើតាំទីវាពាក់កណ្ដាលតាន់ពាក់កណ្ដាល cover ខាមេឡាបើយកកៃ HP pick បដាចាំងក៏ចំមិនបានគាត់យកខាមេឡាតាហ្វីលីពីនយកកៃរឲ្យឆោជុំបូកណាហ្នឹងហើយយកកៃ HP pick បដាចាំងក៏ឃើញលេសចាំងក៏កៃ experience ឬក៏លេស experience កៃចាំងក៏ក៏មិនចម្លែកលេស experience ល្អជាងបាទ last pick ពី Dark Rai អធេណាចាំមុខដូចមិនខ្ញុំមកនិយាយអាលីថាអាចនឹង pick តែប៉ុន្តែខ្ញុំឃើញថាវាទុជាងលូននៅពេកតែក្នុង team fight ហើយយ៉ាស្រួលលេងបំផុតហ្គេមនេះអត់មានអ្នក lock ហើយយ៉ាទេបាទគាត់ត្រូវការចាំងកលដែលវាយអត់ target កាន់តែច្រើនកាន់តែល្អដើម្បីឲ្យពីអ្នកលូននោះកុំឲ្យលីវាសូផាស៊ឺបានច្រើនពេកបាទជិះយក Lancelot មកជាប់ជើងមកលីខាមេឡាលីពេលហ្នឹងគឺ crowd control ធំអូខេបាទចាំមើលគាត់យកអីខ្ញុំគាត់ថាលូនណាត់ចាំងកលលូនណាត់ចាំងកលលូនណាត់ចាំងសោយពេញហ្នឹងលូនណាត់ចាំងកលការកណ្ដាលនេះសោយពេញហ្នឹងលូនណាត់ចាំងកលអាចគាត់គិតថាអេលីចាំងកលមែនគាត់យកលូនណាត់មកវាយអេលីអត់ដឹងទេលូនណាត់ស្ថិតនៅក្នុងមេឃបើស្ថិតនៅក្នុងមេឃ passive របស់ចាំងក៏គឺបើកទាំងអស់អត់បញ្ហាហើយជុំជាមួយ laning ជាមួយក្រុមការងារតម្លាក់លើ Belfager Hello Belfager លូនណាត់ទេតែខ្ញុំគាត់ថានោះសៃយ៉ាណាចាំមើលសៃយ៉ាណាគាត់លេងអាកៃឬមួយក៏តតរះកលាប់ចឹងបានចេញអាចិត្ត30បានអាចមានមួយស្មើហើយខ្ញុំមើល3 2 1ពី Belfager បាយចាញ់ហ្នឹងមែន carry សិមុនហ្នឹងអត់ចឹងទេ Yes sir អាយ៉ាខំនិយាយប្រឡប់ទេតែប៉ុណ្្នឹងបាទនិយាយលឺដើម្បីបន្លប់បាទលឿនដល់ចឹងឡើយអាយូតែលឿននៅស្ថិតនៅក្នុង make passive ធំបើកទាំងអស់អត់អីទេតបើយើងយក maxman ចឹងឡើយបានបិទ passive ដល់ធំដល់ទៅ2បាទចឹងក៏សូមស្វាគមន៍នៅកាន់ការគួតជំនួបជុំគ្នារវាង Evil Eye Serenity ប៉ះគ្នាជាមួយនឹង Dark Rai ទេណានៅក្នុង game ទី2បើសិនជា Evil Eye បានមួយបន្ទុកទៀតមិនមែនមួយបន្ទុកទេបានមួយហ្គេមទៀតគឺគេ regular season លេខ1 secure ហើយបាទអញ្ចឹង duo នៅ play mid lane បាទ Waller Caris អញ្ចឹងហ៎ Caris បាទអត់បញ្ហាដោយសារតែ early game វាមិនមានជាបញ្ហាដុំកំភួនទេសម្រាប់ play mid lane នេះគ្នាព្រោះតែក៏អត់បដូរផ្ដាច់វាយ for blood អីទេបាទដូចបដូរដាច់បដូរទឺតគ្នាញ៉ាំហ្នឹងណាអត់មានទេបាទគាត់តែតេសគ្នាយ៉ាងច្រើនឲ្យពុកតែប៉ុណ្ណាមានរឿង all in មួយគ្នាទេបាទអត់មាន all ទឺតអីមួយទេបាទភ្លាមជាមួយសាច់ចន្លោះណៃវាយក៏មកដល់ចុច skill ទី1ដើម្បី check តែមើលទៅមានសៃណា retreat ដកថយធ្វើមិនដឹងបាទហើយមិនដែរខាអានេះកលឹមកលែងកាមីឡាបាទបាទកាន់ Hunter 2នាក់លោត11វាយបាទគ្រាន់តែជាការភោគតែពងប៉ាំងម៉ាំងប្រែកលឹមហាក់ដូចជាលោតដកថយមួយសិនលូនណូចមានអារម្មណ៍ថានៅពេលដែលគាត់យកលូនណូចនេះអាចនិយាយថា flow farm គាត់ដូចជារៀងយឺតបន្តិចដែរណាបាទពួកគាត់ប៉ឹងទៅលើ skill បាទស្ងាត់
utility សតយក ចំ នេះ គាត់អត់អូយ ម៉ាណាលេងគ្រប់តាលុនម៉ាណាលេងគ្រប់ គ្រប់ហ៎ បាទចឹងមិនភ្លេចទេខ្ញុំដែរអ្នកទាំងអស់គ្នាជាមួយនឹង Express Style យ៉ាងរស់រវើក Express yourself Express Richard Strawberry តែញ៉ាំដល់គ្នាមេក្រាក្តៅមើលជាមួយនឹង tournament តិច save ធ្វើឲ្យចិត្តរបស់យើងរីករាយជាមួយនឹងក្បែរចុងសប្តាហ៍បាទហើយរត់ទិញបាននៅតាមតូបចាប់មួយក៏ដូចជាផ្សារទំនើបជាផ្សារជាមួយនឹងផ្សារទំនើប Chip មក Let's go អូមកកាមេរ៉ាបើកម៉ែលុយតិច បាទលោកណក់មួយលើក កង់ លីម លៀតលុយ បាទតោះមានមេទេ early បច្ចុប្បន្នបាទលួចជាមួយនឹង Crab បានវិញដូចគ្នាពីបែបកាមួយស្មើខាងលើល្បែ3ទល់ល្បែ3ទេ Kelsey ក៏ដូចជា Vinny បាទ បាទ ស្បែកលឿនដល់ជាមួយនឹង Purify អស់ហើយណាបាទជាមួយនឹង Kelsey គូទៅផ្ទះបើអត់ទៅផ្ទះអាចនឹងគេវាយព្រោះគេល្បែ4មុនដូចគ្នា បាទ បាទ អូទៅដល់មកចុញទេ ចូលឬមិនចូលលុនណាស់ជាងពិបាកដែរគាត់ទៀមមានបើ លឿនដល់ពេលដែលយើងកំពុងដាក់ Brilliant តែយើងចុច Retreat បានអត់ ព្រោះដល់ដែរសាក់នេះព្រោះអត់ដែរលេងនឹងសង្កល បាទតាមខ្ញុំចាំមិនខុសផាច់ចុងក្រោយបំផុតពេលនេះខ្ញុំអង្គុយតេស្តជាមួយក្ប៊ីមហ្នឹងកាកាមិនដឹងទេនៅនេះហ៎កាកាធីមមកខាងនោះចុចបាន អេបាទ ពេល Brilliant ចុចបាន ចលួយក៏មានការគប់ដូចគ្នា Vinny មកដល់5ទល់4លើកនេះ5-4ណាអាចគេវាយវិញមួយក៏យ៉ាងណាពីដាក់ក្រែទេណា ចូលបាក់ Ultimate លោតពងប៉ាំងចាប់4ណាតែជាមួយនឹងការឆាយវិញដូចនេះប៉ុន្តែដាក់ជាមួយនឹង Chorus មួយដូចគ្នាកវីកវេកវត្តបានជាមួយនឹង Objective ទៅ Baffager ណោវិញទេងាកមកជាមួយ Night Vibe Flicker ពី Glim ដកថយតែ Night Vibe អាចនឹងបាត់បង់ជីវិតដូចគ្នា Night Vibe ទៅណា Night Vibe ពីទៅមកឆាត់ថល បាទ ឥឡូវមានអារម្មណ៍ថាមិនដូចជាមិនសូវមានអីដែលចង់និយាយដូចគ្នាដែលថា Team Fight បើកបានមុនពេលដែលអស់អា Power Spike ហ្នឹងលូនដូចមកបាញ់ស្ទើរតែទាំងអស់តែលូនដូចអត់បាញ់មនុស្សដូចគ្នាគាត់ថាបោកអត់តដាច់គាត់ទៅបាញ់ Objective យកចាំមើល Total ទី2មួយទៀតខណៈពេលដែល Total ទី2នៅតែបន្តជា Total Experiment តែអីដែលខ្ញុំចង់ mention បន្តិចដោយសារតែវាមាន Game Knowledge 2ខ្លាចអ្នកគ្នាភ្លេចជាមួយនឹងការ update របស់ខាមឡាចុងក្រោយគឺគេឲ្យ skill ទី2បើគឺបោកបានមុន speed ច្រើនមែនតើ stand ក៏ជូរដូចគ្នាមកដែរហា passive ក៏វាចាំនៅទី1បើវាឥឡូវនេះគឺមិនមែនមានចេញអាបជាវនឹងតែ2ទេគឺចេញ3ហ្មងហើយពីមុនបុកមនុស្សអត់វាវិលញាប់ដើម្បីស្រូបឈាមលឿនឥឡូវអត់ទេគឺវាវិលញាប់ស្រាប់អញ្ចឹង Witcher Hero នឹងជា hero ដែលខ្លាំងស្ថិតនៅក្នុងចំណោម enemy មានគ្នាច្រើនដូច Alice Alucard និង Herald ដូចគ្នាអញ្ចឹងនៅក្នុង drama នេះមាន hero ដែលខ្លាំងពេល enemy មានគ្នាច្រើនដល់ទៅ2គឺ Alice ហើយនិង Kamala យកមកកបោចូលគ្នាយកមកដោយចងជើងទៅអា effect ដែល share និង animate ដែលមានហ្នឹងគឺចាប់ជើងជាប់ដល់ទៅ2តង់ដែលនិយាយចាប់ជើង ultimate របស់ Kamala និងចាប់ជើង ulti របស់ Ali នេះគ្នាបើស្រា Ali វិញនៅក្នុងផាច់ចុងក្រោយវានៅតែខ្លាំងពេល enemy មានគ្នាច្រើន passive របស់វាស្រូបឈាមទី2របស់វាមានតែ slow ទេ ultimate របស់វាគឺចាប់ជើងបានហើយ អ្វីយើងអាចលួចលោបានពី hero ហ្នឹងគឺយើងយក spell flick ក៏យកទៅតែគ្រាន់តែថាពេលដែលយើងដាក់ទី1យើងចុច ulti បានអញ្ចឹងបើយើងច្បាស់ថាដឹងតែ lock គេជាប់បោះទី1ទៅចុច ulti ហើយតែដល់នោះគឺផ្ទុះយកមកបាទបាច់ต็มតប បោះជាទី1ជា ultimate បាទផ្ទុះក៏លឿនផ្ទុះត្រូវក៏លឿនផ្ទុះខុសក៏លឿនដែរបាទខាងក្រោម Basiker មកដល់ដូចគ្នាហើយនឹងវាយលើ Yumi បើសិនជា Yumi over បាទ ហេ Yumi Baffager មកដល់វាយយកតែម្ដងជាមួយ Yumi អត់មាន skill ជាមួយដើម្បីដកថយនៅទេ Yumi កំប៉ុន្តែមិនគាត់អាចបើក ultimate ដែរតាបើក ultimate មកចាប់ជើងអត់មានអីបាទអត់ stand នេះមុនហ្នឹងចាប់ជើងគេបាញ់ដែរបាទនិយាយទៅគាត់បោះខ្លួនឯងចោលតាំងគាត់អត់ flee គាត់ទុកចិត្តកើតមកតដើម្បីវាយ team fight yes តែ Milan បាទ OKO បុកវាយតែម្ដងតែគេបោកទៅលើអាកៃទេសៃណាកវីឬមិនកវីតែមកសតពី Sophia ដាច់ទៅលើវ៉ាន់បាត់ហើយតែងាយមើលជាមួយ Baffager ដើម្បីកង់យកតែម្ដងណៃវាយដេញវាយលើកលីបបន្តទៀតបាត់បង់ជីវិតជាមួយនឹងកលីបយ៉ាងណាតបសៃណាឬមួយយ៉ាងណាពងសៃណាតាន់យកតែមាន reaction មកហើយជាមួយនឹងការវាយពី Yumi បាល់មកជាប់ពីរត់ដេញវាយបន្តទៀតលើ Baffager តែ Baffager Sky ញ៉ាំប៉ែ20 stack បាត់ហើយដេញវាយបន្តទៀត Yumi អត់តាន់ទេណា Yumi អត់តាន់ទេមួយ Baffager មួយសិនមកបាទមុនបាត់ហើយលងម្លេញម្ដងមួយពីខាង Realize Serenity បាទការខៃរបស់សៃយ៉ាណាដោយរំដោះឲ្យ Kelseris រត់ចេញពីទី5បាទពី Objective អត់នេះអត់ហេចំ Retreat សាហាយ Baffager ប៊ីរហូតបាទហើយកលីមមិញអស់ Ultimate ទៀតបាទចាទៅសតទី3 finally ជាថតរបស់ Goland ការ Speak Land ក៏មានការដូចគ្នាបាទហ្គេមនេះអ្នកដែលបាក់លេងគេគឺវ៉ាន់ Kelsey ដៃគេឆ្ងាយហើយប្រវាក់ lock គេទៀតបាទសិតតែ Magic គួរតែបុកយក Athena Shield មុនមកពី Realize ឡំផុតពីកលឹមក៏ដូចជា Yumi ខ្ញុំគិតថាល្អហើយព្រោះ Magic ពី Baffager Magic មកពី Sophia សិតតែ Magic មុំតា Winnie មាន Physical Damage នៅ Late ខ្លាំងណាស់អញ្ចឹងមុំដល់ពេលហ្នឹង item មកគាត់ Physical Defense អាចមានពេលបាទ Milan ចង់ OKO គេឬមួយក៏យ៉ាងណា
បាទពីកលៀរបស់ Chris អត់មាន damage លេងទេ Chris ហ្គេមនេះ បាទលើបកអេឲ្យគេអណយអស់ពាក់កណ្ដាលបាត់ហើយបាទចាំមើល Midland លើ វាយរឿងវាយអូយវានេះបាទសងំប្រឡំបកើប្រឡំ បាក់កបាត់លើ KC ឡើង ultimate អត់ដាច់ណៃវាយទេដកថយមិនសិនតែសៃយ៉ាណាអាចជា over សៃយ៉ាណាគេ check មកប្រយ័ត្ន over ណា2បាទបោះមកពីវិញនេះក៏អត់ចំដូចគ្នាបាទខ្ញុំចង់និយាយពាក្យខ្មែរបងការ SOD វាក់ប្រើ ថាថនេះឲ្យឬក៏វាយចាំឥឡូវទៅចាំឥឡូវដាច់ពី level ពី best faker និងសៃយ៉ាណាតែបើតាមខ្ញុំចាំមិនខុសខ្ញុំតេះឲ្យ ឡែនឡនអូកបោកវាយយកតាមដងទៅលើកលឹមបោកវាយកលឹមម៉ាំងអូដូចវាយយកតាមតែអាចដកថយវិញដូចគ្នាសៃណាកវីគាត់ជាប់ coverage ស្បានតែមាន damage តែមានអ្នក do damage ទេតែនៅតែដាច់ផងដែរទៅលើ Kalia របស់ Curtis បាទដកថយមិនសិន Sophia មិញឆ្កឹងនៅនឹងធ្វើអត់ចាញ់ជាប់លីងរបស់ Camilla អស់មកកំបោអស់លីង និយាយដល់មាន damage តារានេះមាន damage ផង damage Kelsey បាទបានលេខហ្គេម Kelsey មកបាន damage ត6ឲ្យធ្វើមិន អូវាយមួយស្មើគេចុច Nature Purify ចុចទៅអត់តអាស្គីទី1 យ៉ាចុច Purify ចុច Purify តែមិញអាស្គីទី1 នៅលោតដែរ លោតមិញពីមកតង់ទៀតមិញគេលោតទៀតបាទ បាទ ពីទៅហើយមិញ អូ dominate អាយបាត់ហើយណៃវាយ តែមិនតាណាអត់មាន damage បោកគេទេ អត់មាន damage បោកគាត់បើសិនជាអញ្ចឹងតគោតែយកលោក damage midland ដូចជា Pasha អីវិញបាទអញ្ចឹងនៅពេលដែលគាត់ចង់លេងមួយ Camilla គាត់គិតថាប្រើ utility វាយគេតែមានណាឥឡូវ utility វាយគេឈឺ skill ត្រូវគេឈឺយកមក បាទតែ បងបាំងប្រើពី Sophia មកកំបោបោកវាយតែគេមិនឈឺនៅទេ Sophia អាចគ្រោះថ្នាក់វិញដូចគ្នា Sophia មាន flicker ទេ Sophia តែ power spike គាត់ធំអាទីយូមីនៅពេលដែលអាទីយូមីចេញគាត់មាន damage reduction 50%ចឹងបាទរត់គឺរត់តែបើសិនជាចង់វាយគឺអត់ដាច់ទេហើយពេលហ្នឹងបើត្រូវ alti ដែលចេញមកពីកលិបមួយទៀតគឺ damage ហ្នឹងគឺឈឺយកតែម្ដងបាទកន្លែងនេះបើសិនជាគាត់ check map ឃើញជាមួយនឹង Befega អត់មានជាមួយនឹង Mana គាត់អាចវាយបាន team fight នេះអាចវាយបានពងប៉ាំងវាយណាគេវាយទៅលើ Yumi អូគេបុកវាយយកតាមដល់បាទ ultimate Yumi ទៅវិញតែដាក់យកដូចគ្នាផងដែរតែណាមិនជាមួយនឹងការខៃវីកវេកវត្តជាប់ពីរអត់មាន damage វាយគេទេគេវាយវិញដូចគ្នាផងដែរពី Dark Rai Athena Sophia កំដល់ដកថយមួយសិនឬមួយយ៉ាងណា Sophia មកដកថយវិញ2បាទសមាជិករបស់ Evil Eye អត់មាន damage ទេលោកអើយ damage នៅណា damage បាទ អាយ៉ូសេអូយសមដៃទេដកថយសិនមកលោកអើយមកជាមួយ Cherry ស្កាងមកវិញដូចគ្នាតែលប់នេះចុះខ្លួនទៅលើ Dark Rai Athena យ៉ាងណាមិញជាមួយ Casey កំពុងតែសង្ងំហ្វាមដើម្បីលេខតែ hero របស់ Yumi អត់គួរចាញ់ឲ្យគេវាយសោះបាទ hero ហ្នឹងនិយាយ hero ចាំបោក combo power spike power spike នឹងគាត់តាមប៉ាត់បាទចាំបើគាត់ចាញ់មិន damage ទេស្ទើរតែមកគ្រប់គ្រាន់ណាស់មកផ្ទុះហ្នឹង mechanic damage វាហ្នឹង500 magic power បើ150%magic damage ហ្នឹងអញ្ចឹងវាមានតែប៉ុណ្្នឹងហើយអាដតីទៀតហ្នឹងផាច់ចុងក្រោយហ្នឹងគេឲ្យ C មួយ second 2.5% ឈាមពេលជាន់ទី2បានឡើងដល់ 7.5% ឈាមឥឡូវនេះចម្រើនលុយលេខតែ 2K4 នេះ top pick ដល់ធំឥឡូវនេះដោយសារតែគាត់សងប៉មក្រុម2ប៉មកណ្ដាល2ប៉មលើ1តាមម្ល៉េះនេះគេយកបានច្រើនបើគេយកបានច្រើនលុយដាច់ខ្លាំងពេកបានគ្មាន late game ទេអាចដែរមាននៅនាទី20ឬ18អញ្ចឹងទៅវាឆ្ងាយពេកបាទចាំមើលពី 2K6 លោតដល់មែននិយាយទៅធ្វើមិនធ្វើបានលោតដល់មានអ្វីណាខាអញ្ចឹងបាននេះថាមិនការ balance នៅក្នុងការទប់លោតរបស់គាត់ខ្ញុំអាចនិយាយថាជាលទ្ធផលរួមបើដាច់ទៅផលមីទៀតគឺផលមី2ទៀតគឺដាក់កណ្ដាលថាណានឹងយកបានគ្រប់យ៉ាងបាទដាច់ទេលោតតមកយោលោត shield ក៏បុកវាយដាច់ទៅលើអាយុសេបានហើយកុំភ្លេច damage របស់ Sophia ឈឺណាអីគេទេអ្នក sprayer បាទកុំភ្លេច damage របស់ Sophia បាទមានអារម្មណ៍ថាការថ្លឹង damage នៅក្នុង game នេះពី Evil Eye ដូចពិបាកមែនទេបាទពិបាកបូកគេCasey Yumi គេលោកអូគេបុកវាយយកតាមដល់ ultimate បើចេញឬមិនចេញមានការខៃ cover គ្នាតើមាន damage វាយដូចបាននិយាយជាមួយនឹងការខៃចាប់ជាប់3-1បុកវាយតែណាមិនជាមួយ Sophia ក៏បាត់បង់ជីវិតដូចនេះគេវ៉ាត់ comeback team 5 មកវិញយកតាមដល់ជាមួយនឹងកលឹមសមដៃដកថយតែ unstoppable នៅចូលលើ best figure ដែរបាទនេះ goal spot មែនណាអូ man goal ផងអស់បាទហើយពី 2K4 លោតឡើង 3K7 បាន 1K3 ដែរអូយកម្មពិតតារានេះពី Evil Eye បើគាត់ឆេងតែ mid lane មួយទេទៅជាផាសាឬមួយក៏អីផ្សេងអាចល្អជាងយកតែមែនតែជាមួយនឹងការអូគេបុកវាយយកតែដល់ឃើញមកវាយកាត់សានចាប់ពីរបាត់បង់ជីវិតជាមួយនឹង Yumi បាទហើយ Monster គេបាត់បង់ជីវិតជាមួយនឹង Sayana តទៅ3 arrow អាយយបាទតែឃើញមកគឺគេប្រអេ Pullman damage គឺច្រើនណាស់ពីសមាជិករបស់ Dark Rai Athena បាទតែចេញលើ Kelsey វិញនេះត្រាស់នេះតែនេះមាន damage នេះបើចាំដល់ Kelsey មាន damage មិនស្រួលគេមាន Winter Crown អស់បាត់ហើយមិនស្រួលដល់ពេលហ្នឹងសើដល់ Winter Crown ទៅ
ចាំមកការឆ្នៃហ្គេមលេតហ្គេមប្រកបមើលដូចខ្ញុំនិយាយចឹងឥឡូវបើជំរឿដែលណៃក៏ដាក់ឲ្យមិនថាចង់ដូរមីតតែដោយសារតែមីតហ្នឹង hero meta គាត់ first pick តែគាត់អ្នក pick អាកៃមកខូចមីតខ្លួនឯងដែរចាឥឡូវបើសិនជាគាត់ចូលធ្វើចឹងកុំតើគិតនឹងដូរមីតព្រោះដោយសារមីតវារើបានមុនហើយបានរើអាកៃឯងចាឥឡូវយើងគិតអាស្តទី4នៅដោយសារ mechanic ហ្នឹងអត់មាន damage ទេយក damage នៃ EXP មកហើយជា alert មកមិនចាក់រហូតទេបាទចាំខ្ញុំសួរថាតា Yumi នឹងលេង alert អត់បាទគេគាត់ ban គាត់លេងជាចម្លើយឥឡូវ Power Spike ហ្នឹងធំតាមានអ្នក do damage ហ្នឹងបានល្អមើលទេនៅក្នុងការចាប់ជើងគេដល់ទៅ2តង់ក្នុង ulti Kamala និង ulti របស់ Yumi តែបើមាន damage វាយទេអត់ទេ អូបាយបន្តទៀតលើកបោកគឺនឹងដាច់ឲ្យ Yumi អត់តាន់ជាមួយនឹង Best Faker ទេ God like Best Faker 70 stake ជាដាក់ក្រៃនេះឈ្នះងើបដឹងនេះដាក់ក្រៃនេះឈ្នះងើបស្រែកនេះបាទ អាយចា អត់តាន់បានឈ្នះគេផងឲ្យតែវាយមកគៀលស្រែកបាទ ស្រែកនេះដល់លើចាំមើលតែឈ្នះដល់ស្រែកហើយតែឈ្នះដល់ស្រែកដាក់ក្រៃនេះបាទប៉ងមកខែស្ដាច់ដល់ free អាយ៉ាអត់ដកថយយ៉ាទៅតណាតែជប់ត្រាំនេះក៏មាននិស័យនៅក្នុងការទុកទៀតណាព្រោះ Power Spike វា CC control ត្រង់ទ្រាយធំចឹងខ្ញុំគិតថាបើសិនជាការព្រីគ្នាបុកល្អជាងបុកមកផ្លូវជុំគ្នាមួយឡតសម្រាប់ដាក់ក្រៅថែណាបាទ អូចេះស្រែករ ៉េបយកដល់រ៉េបយក អត់ទេស្រែក20នេះស្រែក20ខាង Evil Eye អត់មានទៅចេះស្រែក វិញនេះអង្គុយសោយដល់ ស្រែក20គេបាទ ចាត់ស្រែកគេងើបស្រែកដាក់វិញណាម្ដងណាយ៉ាត់ត្រូវលើកទី2ដាក់បុកអត់ចូលស្មើដែរ damage បើតែចូលដល់ late game រៀងបានលេងមួយ Evil Eye បាទមួយ we back in the kill ព្រោះសារឥឡូវ 6.6k គឺជាការនាំមុខច្រើនមែនតើ បាទ Faker 7 kill God like មក shut down នេះ450 លោតវាយ Sophia ដាក់មក combo ដើរចេញយកតែម្ដងចំណែកបែបយ៉ាងបាទជាមួយ Sophia បាទ Sophia lock target lock 1 ណា lock 1 មក UC មិន lock សាយណាទេបាទចាំមើលមួយ lock នេះអាចយកបាន T3 ប្រហែលផ្លូវបាទគាត់គួរតែបុកបរិយាជាជើងបុកជុំព្រោះតែសារ Power Spike គេ control ធំនៅពេលដែលយើងនៅឈរជុំគ្នា ឥឡូវហ្នឹង damage ដែលវាយ lot ហ្នឹងមានទៀតនេះបាទខាង Evil Eye ប៉ាំងចំដាច់ Race combo អូខេអូបុកវាយតែមានការខៃជួយនេះពីសៃណាចាប់ចុក3រ៉ូបុកវាយតែពីដើម្បីរបស់ Evil Eye សេរីទីមានការ shut down ទៅលើ Best Faker បាទហើយអ្នកតើ Cherry ជាមួយកញ្ញាណាតែ complete damage របស់ Winnie free វាយតែម្ដង Winnie វាយទាំងអស់ Winnie អត់មានអ្នក lock Winnie តែបាយយកតែម្ដងលឿនជួយនឹងការដកតើតែ Winnie trap pro kill អាចមានហេតុមួយយ៉ាងវាយតែ Yumi អូយអត់តាន់ជាមួយនឹង Winnie តែ Winnie វាយទាំងអស់ Winnie វាយទាំងអស់ Winnie អើយមួយសំណោតែ lot បាទសំទៅគឺមីនីក៏បដល់ភ្លាមជាមួយនឹងការព្យាយាម defend តែ Yumi ចូលមកដល់ឲ្យ Winnie វាយយ៉ាង Yumi អើយ2 ត2តែ Winnie អត់មានអ្នកវាយ Winnie តែ Winnie វាយទាំងអស់ទាំងកលិបទាំងអីក្របបែបយ៉ាងគឺ Winnie វាយខ្ទេចវាយខ្ទេចលីកាដល់ទៅតែគេវាយតែជ័យចំណែកគេនេះក៏បានលើដាក់រ៉ៃអាថេណា Chelsea វាយ ultimate តាំងពីដើមរហូតវាយតាំងពីដើមដល់ចាប់ team fight